ជំរាបសួរបងប្អូននេះជាវីដេអូទី2ដែលខ្ញុំនឹងធ្វើការបង្ហាញពីឡានផ្សេងបន្ថែមទៀតនៅលើរមណីយដ្ឋានធម្មជាតិភ្នំសំពៅសម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងភ្នំសំពៅឬក៏អត់អាចទៅលេងបានអាចមើលវីដេអូនេះបានដែរខ្ញុំនឹងបង្ហាញលម្អិតពីឡានផ្សេងនិងកន្លែងមួយចំនួននៅលើភ្នំសំពៅបន្ថែមទៀតចង់ដឹងថាខ្ញុំនឹងនាំបងប្អូនទៅទស្សនាកន្លែងណាខ្លះកុំភ្លេចមើលវីដេអូនេះដល់ចប់ទាំងអស់គ្នាបងប្អូនរមណីយដ្ឋានភ្នំសំពៅគឺស្ថិតនៅក្នុងខណ្ឌបាត់ដំបងហើយគេមានផ្លូវឡើង2ផ្លូវបេតុងសម្រាប់រថយន្តឬក៏ម៉ូតូបងប្អូនអាចដើរហាត់ប្រាណតាមផ្លូវហ្នឹងក៏បានដែរហើយគេមានផ្លូវមួយខាងទៀតគឺផ្លូវតាមកម្មចដៅដែលកម្មចដៅហ្នឹងពីលើដល់ក្រោមទាំងអស់មាន1030កម្មចឹងបងប្អូនដែលភាគច្រើនដែលគាត់ចង់ហាត់ប្រាណគាត់អាចដើរឡើងតាមផ្លូវបេតុងហើយពេលដែលចុះវិញគាត់អាចចុះតាមកម្មចដៅវាមានភាពងាយស្រួលអត់សូវហត់ហើយបើសិនជាសំឡេងខ្ញុំមានបញ្ហាសូមបងប្អូនកុំប្រកាន់ដោយសារតែខ្ញុំផ្ដាសាយអត់តាន់ជាទេចឹងនិយាយទៅមានអារម្មណ៍ថាហត់ចាកាលវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនពីកន្លែងមួយឈ្មោះថាគិរីរម្យតែថ្ងៃនេះខ្ញុំនឹងបង្ហាញកន្លែងផ្សេងទៀតមានដូចជាលអាងផ្កាស្លាលអាងគក់ទ្រូងហើយនិងលអាងខ្យល់ហើយតាមផ្លូវនេះខ្ញុំកំពុងជិះទៅលអាងផ្កាស្លាចាតាមផ្លូវទៅអត់សូវមានឡានទេខ្ញុំជិះមកខាងទៀតអញ្ចឹងតែសភាពស្អាតដូចនៅស្រុកគេចឹងពេលដែលខ្ញុំទៅដល់លើកនេះខ្ញុំទៅរៀងលឿនដែរដូចជាម៉ោង5ជាងឡើងទៅដល់លើហ្នឹងមានបងប្អូនគាត់ទៅលេងនៅនឹងច្រើនមែនតើទាំងដែលខ្ញុំទៅរដងគឺស្ងាត់ជងុំតែលើកនេះបងប្អូនគាត់ទៅច្រើនទៅបនព្រះបនអីនៅនឹងអត់ដឹងថាគាត់មកពីណាខ្លះទេប៉ុន្តែឡានក្រុងច្រើនមែនតើហើយទឹកមុខពួកគាត់សប្បាយរីករាយទោះបីជាគាត់មានអាយុច្រើនចាប៉ុន្តែគាត់ដើរលឿនហើយគាត់សប្បាយចិត្តគាត់ចង់ឃើញកន្លែងប្លែកៗនៅលើនឹងអញ្ចឹងនៅម្ដុំលអាងផ្កាស្លាលអាងខ្យល់ហើយនិងលអាងគក់ទ្រូងហ្នឹងសម្បូរសត្វស្វាមែនតើអញ្ចឹងពេលដែលបងប្អូនទៅលេងកុំភ្លេចអាចទិញជានំឲ្យស្វាក៏បានដែរឬក៏បើសិនជាអត់បានទិញទេយើងមានយួររបស់អីនៅដៃអញ្ចឹងវាអាចនឹងដដើមដែរតែខ្ញុំឮលោកពូសន្តិសុខគាត់និយាយថាស្វានៅនឹងអត់សូវកាចម៉ានេះបើសិនជាយើងអត់ញ៉ោះវាយើងអត់រករឿងវានៅតែវាទេហើយពេលដែលខ្ញុំទៅនឹងឃើញគាត់ទិញនំឲ្យស្វានឹងច្រើនដែរម្នាក់មកកញ្ចប់ហើយគេមានកូនមានអីឡើងខ្ជូតហ្មងដូចក្នុងវីដេអូនេះអញ្ចឹងបងប្អូនឃើញគាត់ទៅលេងច្រើនតែពិតពួកគាត់ហត់គាត់អត់ចង់ចុះទៅទេប៉ុន្តែពួកគាត់និយាយថាអូយជ្រុលទៅមកឲ្យដើរអស់ហ្មងទៅហើយខ្ញុំក៏ដើរទៅជាមួយពួកគាត់ដែរហើយសម្រាប់លាងផ្កាស្លាលាងខ្យល់ហើយនិងលាងគក់ទ្រូងហ្នឹងរាងជ្រៅដែរអញ្ចឹងយើងត្រូវការចុះចដើទៅក្រោមហើយចដើហ្នឹងត្រូវដើរប្រយ័ត្នប្រយែងដែរដោយសារវារាងចោតសម្រាប់លាងនៅលើភ្នំសំពៅទាំងអស់ហ្នឹងមាន12ប៉ុន្តែលាងភាគច្រើនសុទ្ធតែមានប្រវត្តិឈឺចាប់សម័យប៉ុលពតអីចឹងទៅប៉ុន្តែសម្រាប់លាងផ្កាស្លាមួយគឺជាលាងធម្មជាតិដែរអត់មានប្រវត្តិឈឺចាប់តាក់ទងនឹងប៉ុលពតទេមានតែតាក់ទងនឹងផ្កាស្លាឬបដាការពីពិពាសិរីមង្គលអីចឹងទៅបើតាមការអានប្រវត្តិលាងផ្កាស្លាដែលខ្ញុំបានអានតាម website មួយចំនួនគេបានសរសេរថាលាងផ្កាស្លាហ្នឹងគឺកើតឡើងនៅពេលដែលគ្រឿងពិធីការហ្នឹងបានធ្លាក់ចំកន្លែងហ្នឹងនៅពេលដែលលេខសំពៅបងប្អូនដល់ពេលចឹងទៅក៏ដុះដាលទៅជាផ្កាស្លានៅក្នុងលាងហ្នឹងចឹងទៅក៏ហៅតគ្នាថាជាលាងផ្កាស្លាចឹងទៅចាប៉ុន្តែសម្រាប់ក្នុងវីដេអូលាងដំបូងដែលខ្ញុំនឹងបង្ហាញបងប្អូននេះគឺជាលាងគក់ទ្រូងដែលពូសន្តិសុខគាត់បានប្រាប់ចឹងលាងគក់ទ្រូងហ្នឹងវាមានភាពតូចចង្អៀតដែរពួកខ្ញុំដើរទៅត្រូវការឈួលពិលពេលដែលដើរទៅតាមលាងគក់ទ្រូងហ្នឹងយើងនឹងទៅដល់លាងផ្កាស្លាខ្ញុំចាប់អារម្មណ៍ត្រង់ថាលាងគក់ទ្រូងដែលខ្ញុំទៅហ្នឹងវាត្រជាក់ខ្លាំងហ្មងគាត់តែចូលទៅដល់ភ្លាមមានខ្យល់ត្រជាក់បុកមកធ្វើឲ្យយើងអត់មានអារម្មណ៍ថាថប់ទេទោះបីជាផ្លូវដែលចូលទៅនឹងរាងតូចចង្អៀតមែនប៉ុន្តែពេលដែលយើងដើរទៅខ្យល់ត្រជាក់ហើយដកដង្ហើមធូរធម្មតាទេបងប្អូនតាមកាប់ទៅកន្លែងផ្លូវចូលលាងផ្កាស្លាហ្នឹងក៏គេមានដែរធំហើយមានកម្មចដើរធម្មតាទេប៉ុន្តែពួកខ្ញុំចូលពីខាងលាងគក់ទ្រូងហ្នឹងដើម្បីដើរទៅឲ្យបានមកជុំអញ្ចឹងប៉ុន្តែខាងលាងគក់ទ្រូងដូចឃើញក្នុងវីដេអូហ្នឹងអញ្ចឹងបងប្អូនរាងល្ងិតគេអុជទៀនឲ្យដែរប៉ុន្តែវាល្ងិតយើងត្រូវការឈូសពិលហើយមួយទៀតវាតូចបើសិនជាយើងមើលមុំទៅយើងគិតថាអត់មានផ្លូវចូលប៉ុន្តែអាចដើរធ្លុះទៅខាងនោះបាន
ហើយខ្ញុំគិតថាក្តៅដោយកាលមុនខ្ញុំយកផ្លិតទៅតែមានណាពេលចូលទៅដល់ខ្យល់ត្រជាក់មកដូចក្នុងហ្នឹងដាក់ម៉ាស៊ីនត្រជាក់ចោលមួយអញ្ចឹងណាហើយនៅនឹងមានពូម្នាក់ដែលគាត់នៅចាំអាស្រមនឹងដែរគាត់ចាំប្រាប់យើងថ្វាយបង្គំមិនអីចឹងទៅហើយឃើញអ៊ំគាត់ជូនលុយជូនថវិកាដល់ពូដែលគាត់ចាំនៅនឹងដែរសម្រាប់គ្រប់លអាងនៅភ្នំសំពៅខ្ញុំគិតថាទាំងអង្គភាគច្រើនគឺមានរូបព្រះពុទ្ធបដិមានៅក្នុងនឹងដូចជាអាស្រមមួយសម្រាប់ដូនជីឬក៏ព្រះសង្ឃនៅនឹងគាត់ថ្វាយបង្គំអីចឹងទៅចឹងបងប្អូនដែលគាត់ទៅលេងគាត់ចូលទៅគឺគាត់ទិញគ្រឿងទឹកសុទ្ធឬក៏ធូបទៀនហ្នឹងសម្រាប់ថ្វាយបង្គំនៅនឹងដែរហើយខ្ញុំឈរនឹងគាត់ថានឹងសួរលោកពូដែលគាត់នៅនឹងពីប្រវត្តិខ្លះឲ្យបងប្អូនបានស្ដាប់ចឹងប៉ុន្តែមានណាគាត់រវល់ដែរដោយសារអ៊ំគាត់ទៅច្រើនអញ្ចឹងទៅខ្ញុំក៏អត់បាននៅសួរគាត់ទៅហើយមុនចេញមកវិញហ្នឹងខ្ញុំចាប់អារម្មណ៍ឃើញមានបងប្អូនដែលគាត់ទៅលេងគាត់ទៅសេឈ្មោះគាត់នៅតាមជាងលាអាងខ្ញុំមិនដឹងថាគេអនុញ្ញាតឲ្យទៅសេអត់ទេប៉ុន្តែប្រហែលជាបងប្អូនដែលគាត់ទៅលេងគាត់ចង់ឲ្យមានឈ្មោះគាត់នៅនឹងអញ្ចឹងក៏គាត់ទៅសេហ្មងទៅតែខ្ញុំគិតថាទៅសេនៅនឹងវាអត់អីទេកុំតែយើងទៅសេនៅតាមថ្មប្រាសាទដូចអង្គរវត្តដូចអីអាហ្នឹងវាអត់ល្អដោយសាររបស់ដែរបុរាណអញ្ចឹងយើងទៅសេទៅអាចនឹងប្រទេសផ្សេងមើលមកទៅវាអត់ស្អាតដែរអញ្ចឹងចាបងប្អូនបន្ទាប់ពីយើងចេញពីលអាងផ្កាស្លាហើយយើងនឹងទៅលអាងខ្យល់បន្តទៀតប៉ុន្តែនៅតាមផ្លូវទៅលអាងខ្យល់នឹងឃើញមានអាងទឹកមួយខ្ញុំគិតថាជាប្រសាំងទឹកឬក៏អាងទឹកដែលគេទុកចោលអញ្ចឹងបងប្អូនប៉ុន្តែពេលមើលទៅក្នុងហ្នឹងសិតតែត្រីក្រហមគេចិញ្ចឹមដែរប៉ុន្តែគេពាត់សំណាញ់ជុំវិញដែរខ្ញុំមិនដឹងថាគេពាត់ដើម្បីអីប្រហែលជាកុំឲ្យមានគេចោលសម្រាប់នៅនឹងឬក៏អាចណាដែលគេចង់ទៅលួចត្រីនៅនឹងក៏មិនដឹងឥឡូវនេះយើងនឹងបន្តទៅលអាងខ្យល់មួយទៀតហើយសម្រាប់លអាងខ្យល់ហ្នឹងសម្រាប់ប្រវត្តិរបស់លអាងខ្យល់គេនិយាយពីទី1គេនិយាយពីដើមស្វាយស័ក្តិសិទ្ធិចាដើមស្វាយស័ក្តិសិទ្ធិហ្នឹងគឺបើសិនបើអ្នកណាមានបុណ្យខ្ពស់ហើយធ្វើដំណើរចូលទៅដល់ខាងក្នុងរួចបេះផ្លែស្វាយទុំនោះមកញ៉ាំនឹងទទួលបានជីវិតអមតៈអាហ្នឹងជារឿងដំណើររបស់គេនៅលអាងខ្យល់ហ្នឹងបងប្អូនហើយមួយទៀតអាចប្រែពីចាស់ទៅជាក្មេងដូចថាអ្នកដែលគាត់ចាស់ជរាហើយគាត់ចូលទៅដល់ក្នុងគាត់ញ៉ាំផ្លែស្វាយទុំនៅក្នុងហ្នឹងគាត់អាចត្រឡប់ទៅជាក្មេងខ្ចីវិញនិយាយទៅរឿងព្រេងនិទានដំណាលតគ្នាខ្ញុំអត់ដឹងដែរខ្ញុំអានតាមអីដែលគេសរសេរមកដើម្បីបងប្អូនបានដឹងដែរអញ្ចឹងណានិយាយថាលអាងផ្កាស្លាឬក៏លអាងគក់ទ្រូងនឹងទៅតិចប៉ុន្តែចូលដល់លអាងខ្យល់បងប្អូនតិចខ្លាំងជាងនឹងទៀតហើយមានខ្យល់បុកមកយើងហើយលអាងហ្នឹងល្ងឹតឈឹងអត់ដឹងថាខ្យល់វាចូលមកពីណាទេហើយលអាងហ្នឹងនៅក្នុងហ្នឹងមានអាស្រមមួយដែរហើយហេតុតែចង់ដឹងអញ្ចឹងចូលឲ្យអស់កន្លែងហ្មងទៅទោះបីជាល្ងឹតក៏ដោយសុខចិត្តដើរឈួលពិលចូលរោដោយសារខ្ញុំចូលចិត្តកន្លែងចឹងពេលឃើញរូងភ្នំអីទៅចេះតែចង់ចូលឆ្ងល់ថាក្នុងនឹងមានអីគេហើយសម្រាប់បងប្អូនដែលចូលចិត្តមើលវីដេអូបរទេសដែលគាត់ចូលតាមភ្នំតាមអីបើសិនជាចង់ចូលលអាងភ្នំអញ្ចឹងបាច់ទៅណាឆ្ងាយទេបងប្អូនមកភ្នំសំពៅមកលអាងច្រើនណាស់ហើយដូចកន្លែងនេះដែរគេដាក់ចដើឲ្យទៅខ្ញុំគិតថាទៅឆ្ងាយអីចឹងដល់ពេលចូលទៅមានណាដើរទៅធ្លុះចេញមកខាងលើវិញឃើញផ្លូវដែលយើងដើរចូលទៅហ្នឹងចឹងទៅក៏អត់មានអីទៀតក៏ចុះមកវិញមកទៅចូលទៅក្នុងលអាងខ្យល់តែម្ដងហើយលអាងខ្យល់ហ្នឹងពេលចូលទៅដល់ឃើញមានរូបព្រះពុទ្ធមួយនៅនឹងដែរប៉ុន្តែពួកខ្ញុំដើរចេះតែដើរទៅដោយសារមានផ្លូវឲ្យធំដែរដើរអត់ត្រូវការអោនទេហើយសូមទោសបងប្អូនដែរបើសិនជាវីដេអូនេះវាល្ងឹតពិបាកមើលដោយសារអត់ទាន់ឈប់ពិលឥឡូវយើងឈប់ពិលហើយខ្ញុំចាប់អារម្មណ៍ថាថ្មនៅក្នុងហ្នឹងមានផ្លេកពេលដែលយើងប្រចាំងភ្លើងពិលទូរស័ព្ទទៅឃើញផ្លេកដូចជាជាតិបារតដែលវាជាប់នៅថ្មហើយកន្លែងខ្លះថ្មពណ៌សវិញវាដូចជាពណ៌ស៊ីម៉ង់តែវាមិនមែនជាស៊ីម៉ង់ទេខ្ញុំមិនដឹងថាអីដែរខ្ញុំមិនដឹងថាកាមេរ៉ាទូរស័ព្ទចាប់បានអត់ទេប៉ុន្តែពួកខ្ញុំទៅផ្ទាល់ហ្នឹងគឺឃើញបជាវនៅក្នុងហ្នឹងវាហោះអញ្ចឹងបានន័យថាលអាងនៅភ្នំសំពៅភាគច្រើនគឺ
បជាវវារស់នៅក្នុងនឹងមិនតែកន្លែងដែលបជាវចេញទៅយើងមើលរាល់ដងឯងដើរយូរទៅកាន់តែជ្រៅទៅអញ្ចឹងក៏អត់ហ៊ានឡើងទៅទៀតទេសម្រាប់ចិត្តថាបកក្រោយមកវិញឯងហើយក្នុងឡាអាងនឹងឃើញតែអញ្ចឹងមែនបងប្អូនតែអត់ហប់ខ្យល់ទេត្រជាក់ស្រួលដូចដាក់ម៉ាស៊ីនត្រជាក់នៅក្នុងនឹងអញ្ចឹងដល់តែពេលចេញក្រៅមកវិញឃើញមានរូងមួយនៅម្ដុំនឹងដែរអញ្ចឹងក៏សម្រាប់ចិត្តថាចូលទៅមានអារម្មណ៍ថាវាតំណាក់តំណងគ្នាជាមួយឡាអាងខ្យល់អញ្ចឹងដល់ពេលចូលទៅមែនតាហើយដល់ពេលដែលពួកខ្ញុំបានឡើងមកវិញអង្គុយសម្រាលោកពូសន្តិសុខគាត់បានប្រាប់ដែរថាមានផ្លូវ2សម្រាប់ចូលឡាអាងខ្យល់ហ្នឹងហើយពេលដែលចូលតាមខាងក្រោមនៅវីដេអូមុនហ្នឹងចេះតែឆ្ងល់ថាឡាអាងបិទចិត្តតើហេតុអីក៏មានខ្យល់បុកមកយើងម៉េះហើយឡងត្រជាក់ហ្មងតាមការពិតគេមានប្រឡោះគេនៅខាងលើដែរដើម្បីឲ្យខ្យល់ចូលទៅបើមិនអញ្ចឹងទេប្រហែលជាអាចថប់ទៅហើមហើយបើសួរថាចូលក្នុងនឹងមើលអីអត់មានអីមើលទេប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តឆ្ងល់ដូចពួកខ្ញុំអីឃើញឡាអាងអីចេះតែចង់ចូលបើសិនជាអត់ខ្លាចសត្វឬក៏អត់ខ្លាចមនុស្សអាក្រក់អីអញ្ចឹងចេះតែចង់ចូលមើលហើយក្នុងនោះមានបជាវដែរបងប្អូនហើយឥឡូវបានឡើងមកដល់ខាងលើវិញហើយនិយាយទៅគឺហត់គ្រាន់បើដែរប៉ុន្តែខ្ញុំទៅសើអ៊ំដែលគាត់ទៅលេងនៅនឹងពួកគាត់មកយាយខ្លះគាត់ចាស់ហើយប៉ុន្តែគាត់កម្លាំងហ្មងដូចចាស់ពីដើមឆ្អឹងគាត់អាចនៅល្អជាងពួកខ្ញុំឡើងទៅគឺហត់ខ្លាំងប៉ុន្តែពួកគាត់ឡើងទៅគាត់សម្រាប់មកផ្លេតហើយគាត់ទៅទៀតបាត់ហើយពួកខ្ញុំនេះឡើងក្មេងចាញ់គាត់ហើយកន្លែងនេះដែរខ្ញុំឆ្ងល់គ្រប់តូបគឺសិតតែមានតកតាពោះថ្លាន់នឹងហើយដល់ពេលដាក់ចិត្តថាសួរអ៊ីចោះទិញដូងគាត់ផឹកមួយដែរសួរគាត់ទៅគាត់ប្រាប់ថាដាក់បន្លាចស្វាទេដោយសារស្វាវាចូលចិត្តមកលួចនំគាត់អញ្ចឹងគ្រប់តូបគេដាក់អញ្ចឹងហើយស្វាហ្នឹងគេខ្លាចតកតាពោះហ្នឹងខ្ញុំឡើងហួសចិត្តថាអូចេះលួចចេះអីប៉ុន្តែអត់ដឹងថាហ្នឹងជាតកតា